អ្នកធ្វើអាជីវកម្មត្រូវចងចាំប្រយោគមួយនេះនៅក្នុងយុគសម័យប្រកួតប្រជែងខ្លាំងបែបនេះដៃទាំងគូដែលឧស្សាហ៍ព្យាយាមមិនអាចប្រកួតឈ្នះនឹងខួរក្បាលដែលមានប្រាជ្ញាបានទេទោះបីជាអ្នកខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយបើសិនជាការគិតគូរនិងកំណត់គោលដៅមិនត្រូវវាក៏គ្រាន់តែជាការរត់ដោយឥតប្រយោជន៍តែប៉ុណ្ណោះហាក់បីដូចជាអ្នកខិតខំប្រឹងប្រែងផ្លុំបញ្ចូលខ្យល់កង់រថយន្តដោយប្រើនឹងមាត់ដូច្នេះដែរអ្វីដែលពិតជាបង្កើតនៅគម្លាតនេះមិនមែនថាអ្នកធ្វើការលឿនប៉ុណ្ណាឬស៊ូទ្រាំខ្លាំងប៉ុណ្ណានោះទេប៉ុន្តែនៅត្រង់ថាអ្នកមើលឃើញឆ្ងាយប៉ុណ្ណានិងគិតច្បាស់លាស់ប៉ុណ្ណាកម្រិតកម្ពស់នៃការគិតរបស់អ្នកប៉ុណ្ណាគឺបានកំណត់កម្រិតកម្ពស់នៃការហោះហើររបស់អ្នកប៉ុណ្ណោះដែរភាពជាក់លាក់នៃការសម្រេចចិត្តរបស់អ្នកប៉ុណ្ណាគឺបានកំណត់ថាអ្នកឈ្នះដោយស្ថិរភាពប៉ុណ្ណោះដែរប្រសិនបើអ្នកចង់ឲ្យទស្សនៈមានកម្ពស់និងទ្រព្យសម្បត្តិមានកម្រាស់អ្នកត្រូវរៀនរឿង3យ៉ាងនេះ1ចេះមើលនិន្នាការមានន័យថាស្គាល់ទិសដៅនៃសម័យកាល2ចេះចាប់យកឱកាសគឺមានន័យថាធ្វើឲ្យត្រូវរឿង3ចេះយល់ស្ថានភាពមានន័យថាដើរតាមមនុស្សដែលអាចទុកចិត្តបានដោយពាក្យចាស់ថាធ្វើត្រូវរឿងឈ្នះមួយដងតាមត្រូវមនុស្សឈ្នះមួយជីវិតសរុបមកជោគជ័យមិនពឹងតែលើការធ្វើការខ្លាំងប៉ុណ្ណានោះទេប៉ុន្តែគឺពឹងលើការយល់ដឹងពីនិន្នាការចាប់យកឱកាសនិងការដើរតាមឲ្យត្រូវមនុស្ស